Hello សួស្តីអ្នកទាំងអស់គ្នា Welcome back ខ្ញុំជីរៃខ្ញុំកំពុងថតចេញពីមាត់ស្ទឹងសង្កែនៅគុំអាស័យនៅតំណឹងគ្មានអ្នកណាទេមានតែខ្ញុំម្នាក់ឯងទេមកថតនេះគឺខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាថាតើជីវិតខ្ញុំដល់ណាហើយជីវិតរបស់ខ្ញុំមួយរយៈនេះរៀងដដាបដដុះបន្តិចដែរការងារក៏ខ្ញុំមិនធ្វើខ្ញុំគិតតែពីដើមលេងបន្ទាប់ពីចូលឆ្នាំហើយខ្ញុំចង់អាប់ដេតបន្តិចធ្វើជាកម្រងវីដេអូទុកនៅថ្ងៃមុខសម្រាប់ជីវិតខ្លួនឯងទុកមើលហើយដែលផុសចូលក្នុង channel របស់ខ្ញុំជីរៃសម្រាប់បងប្អូនដែលគាត់មិនចូលចិត្តនៅវីដេអូដែលគ្មានការកាត់តគ្មាន quality គ្មានគុណភាពអាហ្នឹងគឺបងប្អូនអាចចុចរំលងនៅចំណុចនេះបានតែបើសម្រាប់បងប្អូនគាត់ចូលចិត្តនៅវីដេអូ real life ឬក៏និយាយអ្វីដែលគ្មាន script គ្មានអីនឹកឃើញអីនិយាយហ្នឹងអាហ្នឹងបងប្អូនអាចមើលបន្តបាននេះគឺជាស្ទឹងសង្កែខ្ញុំកំពុងចុះមកគុំអាស័យខាងក្រោមដើម្បីរកតាពាំងព្រោះខ្ញុំមិនមែនអត់នេះទេតាពាំងគេលក់ច្រើនប៉ុន្តែខ្ញុំអត់ចូលចិត្តហូបព្រោះខ្ញុំអត់ដឹងថាគេដាំនៅណានៅណីខ្លាចគេនាំចូលអីខ្លះចឹងទៅខ្ញុំមិនហ៊ាននិយាយថាគេនាំចូលទាំងអស់ទេប៉ុន្តែមានខ្លះគេនាំចូលចឹងហើយខ្ញុំចុះមករកជីកខ្លួនឯងនៅព្រៃអាស័យខាងក្រោយជាប់មាត់ស្ទឹងបាន 3-4 ហើយប៉ុន្តែយកទៅលើអស់ម្សាហើយតែដោយសារតែខ្ញុំចង់ធ្វើជ្រក់ទុកបន្តិចបានខ្ញុំចុះមកវិញហើយថ្ងៃបន្តិចហ្នឹងខ្ញុំនឹងទៅព្រៃលើដើម្បីទៅជួបខ្ញុំឲ្យគាត់ដកទៅធៀងទុកព្រោះខ្ញុំចង់ហូបទៅធៀងឡមកជូរអញ្ចឹងគាត់ថាថ្ងៃហ្នឹងគាត់ទេមកប្រាប់ខ្ញុំថាគាត់ដកបានច្រើនដែរប្រហែលជា5គីឡូខ្ញុំ5គីឡូគឺខ្ញុំហូបមិនអស់ដែរប៉ុន្តែបើសិនជាគាត់ដកបានហើយខ្ញុំមានតែជួយទិញគាត់ហ្នឹងហើយអូតាពាំងនោះនេះមាត់ស្ទឹងនេះជាខ្ញុំឈួរពងឈួរមាត់ស្ទឹងសង្កែហើយទិដ្ឋភាពជីវិតរបស់ខ្ញុំបន្ទាប់ពីខ្ញុំបាត់មុខអស់ជាច្រើនឆ្នាំដោយសារតែខ្ញុំមានការឈឺជាច្រើនបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមស្វែងយកក្តីសុខឲ្យជីវិតខ្លួនឯងខ្ញុំចូលចិត្តធម្មជាតិអញ្ចឹងហើយខ្ញុំរស់នៅជាមួយធម្មជាតិសប្បាយស្រស់បំព្រងជីវិតអត់ចាំបាច់តែខ្វល់មួយអីទាំងអស់ខ្ញុំរកបានប៉ុណ្ណាខ្ញុំចាយប៉ុណ្ណឹងជាក់ស្ដែងរាល់ថ្ងៃខ្ញុំចំណាយច្រើនជាងគេរៀងរាល់3ខែឬ6ខែម្ដងទៅលើអ៊ីនធឺណិតសម្រាប់អាហារហូបចុកវិញខ្ញុំដូចជាមិនសូវមានចំណាយទេព្រោះខ្ញុំមិនសូវជាចាយវាយអ្វីផងខ្ញុំរស់នៅទីនេះទាំងផ្លែឈើទាំងបន្លែអីខ្ញុំហូបខ្លួនឯងហើយច្រាប់តែមកហូបវិញយូរខ្ញុំទិញម្ដងភាគច្រើនខ្ញុំហូបទៅលើត្រីនិងរបស់ធម្មជាតិដូចជាកង្កែបដូចជាអីចឹងហ៊ីងអីចឹងទៅខ្ញុំហូបបន្លែច្រើនហើយមួយទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំជីវិតរបស់ខ្ញុំឥឡូវនៅសុខសប្បាយទេរស់នៅបានល្អហើយ content ថ្មីសម្រាប់ខ្ញុំគឺខ្ញុំនឹងដើរថតតាមភូមិតាក់ទងអាហ្នឹងបើយើងនិយាយស្រួលស្ដាប់ទៅគឺថតវីដេអូពីភូមិហើយខ្ញុំនឹងនិយាយថាភូមិហ្នឹងឈ្មោះអីផ្លូវពីណាទៅណាទិដ្ឋភាពគឺអាប់ដេតយ៉ាងម៉េចបើសម្រាប់ប្រទេសគេថត CT គេថតក្រុងនឹងនៅឆ្នាំហ្នឹងប៉ុន្តែខ្ញុំនឹងធ្វើវានៅតាមភូមិដើម្បីដិតយករូបភាពហ្នឹងទុកឲ្យបងប្អូនគាត់អ្នកភូមិរយៈពេល5ឆ្នាំក្រោយ10ឆ្នាំក្រោយគាត់តល់កម្រងអនុស្សាវរីយ៍បានចូលមើលហើយសម្រាប់ខ្ញុំក៏ផ្ដោតទៅលើភូមិកំណើតរបស់ខ្ញុំដែរគឺបាត់ដំបងហើយខ្ញុំចាប់ផ្ដើមធ្វើវាដំបងហ្នឹងគឺខ្ញុំនឹងធ្វើនៅស្រុកបណ្ណន់ព្រោះខ្ញុំជាអ្នកស្រុកបណ្ណន់ស្រាប់ហើយខ្ញុំនឹងចាប់ផ្ដើមដំបងគេពីឃុំជាទៀលទៀតអានេះនិយាយអស់ទៅហើយបងប្អូនមើលមកដល់ចំណុចនេះប្រកាសជាមិនទាន់ដឹងទេតែខ្ញុំនិយាយពីអីសម្រាប់ខ្ញុំខ្លួនឯងក៏រៀងវល់ដែរហត់បងប្អូនចុះស្ទឹងឡើងមកដល់ផ្ទះវិញហើយសម្រាប់បងប្អូនគាត់ចង់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាចាំវីដេអូក្រោយទៅបងខ្ញុំអត់មាន script អត់មានអីអញ្ចឹងខ្ញុំថតពិបាកប៉ុន្តែខ្ញុំនឹងព្យាយាមផលិតវីដេអូឲ្យមានគុណភាពបន្តទៀតអញ្ចឹងអរគុណជម្រាបលា